នាព្រឹកថ្ងៃទី26ខែកុម្ភៈឆ្នាំ2014នេះក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី43របស់ក្រុមការងារអាស៊ានស្ដីអំពីសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា AWGIPC កិច្ចប្រជុំនេះបានដំណើរការក្រោមវត្តមានរបស់អាដាមអុកប្រជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហើយរយៈពេលនៃកិច្ចប្រជុំនេះក្រុងនឹងធ្វើរហូតដល់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2014អាដាមអុកប្រជាបានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថាដើម្បីសម្រេចបាននូវគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015ក្រុមការងារអាស៊ានទទួលបន្ទុកសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយរហូតសម្រេចបានផែនការកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ2011-2015ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មការស្រាវជ្រាវការងារអភិវឌ្ឍនិងវប្បធម៌អាដាមបានបញ្ជាក់ផងដែរថាផែនការកម្មសិទ្ធិបញ្ញាអាស៊ាននឹងបង្កើតឲ្យមានភាពសុខដុមរមណីយកម្មក្នុងការចុះបញ្ជីពាណិជ្ជភាវូបពាណិជ្ជកម្មការការពារនិងការអនុវត្តកម្មសិទ្ធិបញ្ញាព្រមទាំងកសាងសមត្ថភាពផ្នែកកម្មសិទ្ធិបញ្ញានិងចំណេះដឹងសាធារណៈនៅក្នុងតំបន់អាស៊ានអាដាមប្រធានដឹកនាំអង្គប្រជុំក៏បានគូបញ្ជាក់ផងដែរថាដើម្បីសម្រេចបាននូវគោលបំណងទាំងនេះផែនការកម្មសិទ្ធិបញ្ញាអាស៊ានបានដាក់ចេញនៅគំនិតព្រួយផ្ដើមនិងសកម្មភាពជាច្រើនដែលក្នុងនោះប្រទេសកម្ពុជាគឺជាប្រទេសនាំមុខគេក្នុងការអនុវត្តគម្រោងការចុះបញ្ជី Trademark គម្រោងបណ្ណាល័យប្រកាសនៃបតកកម្មនិងគម្រោងធនធានសេនេតិចចំណេះដឹងប្រពៃណីនិងការបង្ហាញវប្បធម៌ជាមួយនឹងឱកាសបើកនៅកិច្ចប្រជុំនោះផងដែរអាដាមអុកប្រជាក្នុងនាមក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាបានបង្ហាញថាស្របតាមផែនការកម្មសិទ្ធិបញ្ញាអាស៊ានកម្ពុជាបានបញ្ញាចិត្តចូលជាសមាជិកពិធីសាម៉ាឌ្រីតស្ដីពីការចុះបញ្ជី Trademark ជាអន្តរជាតិនៅត្រឹមឆ្នាំ2015ហើយកម្ពុជាគឺមានឆន្ទៈនយោបាយប្រតិបត្តិការជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសអាស៊ានដើម្បីសម្រេចបាននូវគោលការណ៍សហគមន៍សេដ្ឋកិច្ចអាស៊ានអាដាមបានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរកម្ពុជាបានបង្កើតនូវច្បាប់និងបទបញ្ញត្តិជាច្រើនដើម្បីឲ្យស្របទៅតាមប្រព័ន្ធកម្មសិទ្ធិបញ្ញាតំបន់និងសកលក្នុងនោះដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនាក់ទំនងកម្មសិទ្ធិបញ្ញានិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតផងដែរជាមួយគ្នានេះផងដែរគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់កម្ពុជាបានដាក់ចេញនូវផែនការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាដែលមាន52សកម្មសម្រាប់អនុវត្តពីឆ្នាំ2012ដល់ឆ្នាំ2014ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានេះកម្ពុជាដែលមកដល់ពេលនេះសកម្មភាពច្រើនត្រូវបានអនុវត្តប្រកបទៅដោយជោគជ័យអាដាមអុកប្រជាបានបង្ហាញឲ្យដឹងទៀតថាជាមួយនឹង42ជាមួយនឹង52សកម្មភាពខាងលើលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រកម្មវិធីបានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិរបស់កម្ពុជាដែលដាក់ចេញនៅគំនិតព្រួយផ្ដើមគ្រប់ដណ្ដប់លើវិស័យកសិកម្មវប្បធម៌ការអប់រំទេសចរសុខាភិបាលឧស្សាហកម្មនិងពាណិជ្ជកម្មដើម្បីឈានធ្វើឲ្យសម្រេចបាននូវគោលបំណងសេដ្ឋកិច្ចវប្បធម៌សមត្ថភាពនិងបទដ្ឋានច្បាប់ផងដែរ